រឿងឈាមនៃកូនជាមនិងបុណ្យរំលងទោះជាព្រះជាម្ចាស់ទ្រង់បានទម្លាក់នូវទោសដ៏ធ្ងន់ធ្ងរទាំង7យ៉ាងក៏ដោយប៉ុន្តែក៏ស្ដេចផារ៉ោននៅតែមិនបានទម្លាក់នូវភាពរឹងជជែករបស់ខ្លួននោះឡើយដូច្នេះផារ៉ោនក៏បានហៅម៉ូសេនិងអេរ៉ុនមកហើយនិយាយបែបនេះថាល្អយើងនឹងអនុញ្ញាតឲ្យឯងទាំងអស់គ្នាចាកចេញទៅថ្វាយបង្គំដល់ព្រះរបស់ឯងប៉ុន្តែយើងនឹងបញ្ជូនតែពួកប្រុសៗតែប៉ុណ្ណោះដូច្នេះឯងទាំងពីរនាក់ក៏អាចនឹងទៅជាមួយគ្នាបានយើងធ្វើប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយមែនអត់ប៉ុន្តែម៉ូសេបានបដិសេធនៅសំណើនោះភ្លាមពីព្រោះតែនេះមិនមែនជាបំណងហឫទ័យរបស់ព្រះទេមិនបាននោះទេទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងរួមទាំងសត្វគោរហូតដល់សត្វចៀមគឺត្រូវតែចាកចេញទៅជាមួយទាំងអស់ស្អីគេនោះនេះឯងចង់សាកល្បងជាមួយយើងរហូតដល់ទីបញ្ចប់មែនចូលចាកចេញពីមុខរបស់យើងភ្លាមហើយក៏ចាប់ផ្ដើមគ្រោះមហន្តរាយទី8ដោយមិនស្ទាក់ស្ទើរអ្វីទាំងអស់លើកនេះជាកណ្ដូបមានពងកណ្ដូបជាច្រើនបានហើរមកហើយក៏ស៊ីអស់ទាំងស្មៅនិងរុក្ខជាតិដែលមាននៅលើទឹកដីអេស៊ីបទាំងប៉ុន្មានអស់ទៅនៅក្នុងវាលស្រែព្រមទាំងចម្ការនៅក្នុងទឹកដីអេស៊ីបទាំងអស់គ្មានសល់សូម្បីតែស្រូវមួយគ្រាប់នោះឡើយសូម្បីតែស្បៀងអាហារដែលរក្សាទុកនៅក្នុងផ្ទះក៏ត្រូវកណ្ដូបស៊ីទាំងអស់ដែរបើសម្លឹងទៅមើលក្នុងវាំងក៏ពោរពេញទៅដោយហ្វូងកណ្ដូបដែរទីបំផុតស្ដេចផារ៉ោនក៏បាននិយាយថាល្អយើងខុសហើយគឺយើងបានធ្វើខុសចំពោះព្រះរបស់ឯងហើយយើងនឹងធ្វើតាមពាក្យសម្ដីរបស់ឯងដូច្នេះចូលបំផ្លាញកណ្ដូបដ៏ចង្រៃទាំងអស់នេះឲ្យអស់ទៅយើងសូមអង្វរម៉ូសេក៏បានអធិដ្ឋានដល់ព្រះជាម្ចាស់ហើយព្រះទ្រង់ក៏បានបញ្ជូនឲ្យហ្វូងកណ្ដូបហើរទៅកន្លែងផ្សេងអស់ទៅប៉ុន្តែដូចទៅអ្វីដែលអ្នកទាំងអស់គ្នាបានគិតដែរស្ដេចផារ៉ោនមិនបានគោរពនៅការសន្យារបស់ខ្លួននោះឡើយគឺផារ៉ោននៅតែមិនទាន់ភ្ញាក់ខ្លួននោះទេលើកនេះទណ្ឌកម្មផ្សេងទៀតក៏កំពុងរង់ចាំដែរគ្រប់ទាំងនៅលើទឹកដីអេស៊ីបទាំងអស់ក្នុងរយៈពេល3ថ្ងៃបានគ្របដណ្ដប់ដោយភាពងងឹតយ៉ាងខ្លាំងពីព្រោះតែនៅសម័យនោះសូម្បីតែអំពូលក៏គ្មានគ្រប់ទីកន្លែងទាំងអស់គ្មានពន្លឺនោះឡើយហើយក៏មិនអាចមើលមនុស្សដែលនៅក្បែរខ្លួនបានថែមទាំងគ្មានកន្លែងដែលត្រូវរត់គេចខ្លួននោះទេប៉ុន្តែមានតែនៅទីកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅតែប៉ុណ្ណោះដែលមានពន្លឺចែងចាំងក្នុងវាំងដ៏សែនងងឹតនោះផារ៉ោនក៏បានស្រក់ទឹកភ្នែកពួកអានេះវាពិតជាល្អចូលពួកឯងនាំប្រជារាស្ត្ររបស់ឯងចេញទៅចូលនាំទាំងស្រីទាំងក្មេងទាំងអស់ទៅប៉ុន្តែកុំយកគោនិងចៀមរបស់ពួកឯងទៅឲ្យសោះសត្វទាំងនោះគឺសុទ្ធតែជាសត្វដែលធំធាត់នៅក្នុងស្រុកអេស៊ីបទាំងអស់ពេលនោះម៉ូសេក៏បាននិយាយថាមិនបាននោះទេពួកយើងត្រូវតែនាំយកសត្វទាំងអស់ជារបស់ពួកយើងទៅជាមួយដែរពួកយើងត្រូវតែជ្រើសរើសយកសត្វទាំងនោះដើម្បីយកមកថ្វាយដង្វាយដល់ព្រះជាម្ចាស់នៅពេលដែលម៉ូសេមិនបានធ្វើតាមខ្លួនផារ៉ោនខឹងយ៉ាងខ្លាំងយើងថ្លង់ខ្លាំងណាស់ចេញពីយើងភ្លាមឥឡូវនេះពួកឯងមិនអាចចេញពីទឹកដីនេះបាននោះឡើយហើយពួកឯងទាំងពីរនាក់ប្រសិនបើហ៊ានមករកយើងតទៅទៀតនោះយើងនឹងសម្លាប់ពួកឯងជាមិនខានផារ៉ោនក៏បានរឹងជជែកឡើងវិញម្ដងទៀតព្រះជាម្ចាស់ពេលនេះទ្រង់បានត្រៀមនៅការទម្លាក់
គ្រោះទី10ជាចុងក្រោយមកលើទឹកដីអេស៊ីបទាំងមូលហើយទ្រង់ក៏បានមានព្រះបន្ទូលប្រាប់ម៉ូសេពីផែនការរបស់ទ្រង់ផងដែរម៉ូសេក៏បានប្រាប់ដល់ជនជាតិអ៊ីស្រាអែលទាំងអស់អំពីផែនការមួយនោះអ្នកទាំងអស់គ្នាចូលស្ដាប់ខ្ញុំឲ្យច្បាស់នៅយប់នេះពេលដល់ម៉ោង12ព្រះជាម្ចាស់ទ្រង់នឹងទម្លាក់ទោសដ៏ធ្ងន់ធ្ងរជាទីបំផុតមកលើទឹកដីអេស៊ីបនេះនៅថ្ងៃនេះចូលអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះវិញហើយលាបឈាមកូនចៀមនៅលើក្របទ្វារផ្ទះចុះព្រះជាម្ចាស់ទ្រង់រំលងនៅផ្ទះណាដែលមានលាបឈាមរបស់កូនចៀមប៉ុន្តែផ្ទះណាដែលគ្មានលាបឈាមរបស់កូនចៀមនោះព្រះទ្រង់នឹងសម្លាប់កូនច្បងនៅក្នុងផ្ទះនោះចោលពេលដែលជនជាតិអ៊ីស្រាអែលបានឮនៅពាក្យសម្ដីរបស់លោកម៉ូសេហើយពួកគេភ្ញាក់ផ្អើលជាខ្លាំងម៉ូសេក៏បាននិយាយបន្តដោយស្ងប់ស្ងាត់ទៀតថាហើយអ្នកទាំងអស់គ្នាត្រូវតែអាំងសាច់ចៀមលើភ្លើងហើយបរិភោគវានៅយប់នេះជាមួយនឹងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នានៅយប់នេះប្រសិនបើព្រះជាម្ចាស់ទ្រង់ទម្លាក់ទោសជាលើកចុងក្រោយនោះផារ៉ោនឹងព្រមបញ្ជូនយើងឲ្យចេញទៅជាមិនខានជនជាតិអ៊ីស្រាអែលទាំងអស់ត្រេកអរជាខ្លាំងហើយដើរប្រកាសប្រាប់ដល់មនុស្សផ្សេងទៀតទាំងប្រុសទាំងស្រីនិងទាំងក្មេងៗម្នាក់ចាប់ផ្ដើមនិយាយដូចគ្នាទាំងអស់ឪពុកក៏ទៅចាប់កូនចៀមហើយលាបឈាមរបស់កូនចៀមនៅលើក្របទ្វារផ្ទះម្ដាយក៏ធ្វើម្ហូបត្រៀមសម្រាប់បរិភោគនៅពេលយប់ក្មេងៗក៏បានបែងចែកការងារនៅពេលដែលទទួលការប្រើពីឪពុកម្ដាយយប់ក៏បានមកដល់ជនជាតិអ៊ីស្រាអែលយកឈាមកូនចៀមមកលាបដើម្បីជៀសវាងគ្រោះមហន្តរាយហើយក្រុមគ្រួសារក៏បានទទួលទានអាហារដើម្បីរំលឹកដល់ពេលវេលានោះនេះហៅថាពិធីបុណ្យរំលងមនុស្សទាំងអស់ឲ្យតែដល់ថ្ងៃនេះជារៀងរាល់ឆ្នាំរហូតដល់សព្វថ្ងៃនេះយើងរំលឹកដល់ពេលវេលាដ៏សែនពិសេសនេះដែរគ្រប់ទាំងទីក្រុងនៃអេស៊ីបទាំងមូលក៏បានក្លាយជាសមុទ្រទឹកភ្នែកទាំងអស់តើដកចេញតែស្ដេចផារ៉ោនមែនអត់នោះទេកូនប្រុសរបស់ឪពុកកូនប្រុសកូនបើកភ្នែកមកកូនហេតុអ្វីស្រាប់តែកើតរឿងបែបនេះកើតឡើងហេតុអ្វីនៅពេលដែលពួកគេបានបាត់បង់សូម្បីតែកូនជាទីស្រឡាញ់បំផុតរបស់ពួកគេហើយគ្រប់ទាំងប្រជាជនអេស៊ីបទាំងអស់ស្រែកយំសោកជាខ្លាំងសូមអង្វរសូមចាកចេញពីទឹកដីនេះទៅប្រសិនបើពួកអ្នកមិនចាកចេញនោះទេពួកយើងនឹងស្លាប់ទាំងអស់គ្នាជាមិនខានសូម្បីតែស្ដេចផារ៉ោនក៏គ្មានជម្រើសអ្វីក្រៅពីចុះចាញ់នោះដែរទ្រង់ក៏បានដោះលែងជនជាតិអ៊ីស្រាអែលទាំងអស់រួមទាំងហ្វូងចៀមនិងហ្វូងគោទាំងអស់ផងដែរគ្រួសាររបស់យ៉ាកុបបានចូលទៅប្រទេសអេស៊ីប430ឆ្នាំបានកន្លងផុតទៅឥឡូវនេះជនជាតិអ៊ីស្រាអែលបានក្លាយទៅជាប្រជាជាតិដ៏អស្ចារ្យមួយដែលមានបុរសពេញវ័យចំនួន60,000 នាក់ព្រះជាម្ចាស់ទ្រង់មានផែនការដ៏អស្ចារ្យមួយដើម្បីរំលឹកជនជាតិអ៊ីស្រាអែលពីទេសកលរបស់អេស៊ីបហើយបានសន្យាជាមួយនឹងពួកគេថានឹងឲ្យនៅទឹកដីដែលមានជីវជាតិដែលហូរហៀរដោយទឹកដោះនិងទឹកឃ្មុំផងដែរឥឡូវនេះយើងនឹងពិនិត្យមើលពីដំណើររបស់ជនជាតិអ៊ីស្រាអែលជាបន្តទៅទៀតសូមរងចាំជួបគ្នានៅសាច់រឿងបន្ទាប់ទៀតសូមអរគុណសូមជម្រាបលា